ថាធម្មបទយមកវៈទី1រឿងនាងសុមនីទេវីព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្រពនៅនាងសុមនីទេវីដែលជាធីតារបស់សេដ្ឋីឈ្មោះអនាថបណ្ឌកៈនាងសុមនីទេវីបានសម្រេចសក្តិគាមវិផលតាំងតែអំពីនាងនៅជាកុមារីមកម្លេះនាងមានជំងឺធ្ងន់ហើយបានហៅអនាថបណ្ឌកៈសេដ្ឋីថាប្អូនប្រុសអនាថបណ្ឌកៈសេដ្ឋីគិតថានាងសុមនីទេវីដែលជាកូនស្រីពៅរបស់ខ្លួនបានភ្លេចភ្លាំងនៅស្មារតីកាលបើនាងសុមនីទេវីបានធ្វើនៅមរណកាលទៅហើយនោះលោកសេដ្ឋីមាននៅទុក្ខទោមនស្សសោកស្ដាយអាឡោះអាល័យនៅកូនស្រីពៅជាខ្លាំងហើយបានចូលទៅក្រាបបង្គំទូលនៅរឿងនោះថ្វាយដល់ព្រះសាស្តាព្រះអង្គទ្រង់ជ្រាបតាំងតែអំពីដើមរហូតដល់ចប់ព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់នៅរឿងពិតថាណែសេដ្ឋីនាងសុមនីទេវីមិនបានភ្លេចភ្លាំងនៅសតិស្មារតីអ្វីទេគឺនាងហៅទៅតាមមគ្គផលទេតើព្រោះនាងជាសក្តិគាមីឯលោកសេដ្ឋីជាសតាបណៈអនាថបណ្ឌកៈសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនតើនាងសុមនីទេវីកូនស្រីពៅរបស់ទូលព្រះបង្គំបានទៅកើតនៅក្នុងទីណាដែរព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ថានាងសុមនីទេវីបានទៅកើតនៅឯឋានតុសិតទេវលោកឯនោះហើយសាច់ហើយទ្រង់ត្រាស់នៅប្រគាថានេះថាអ៊ីធៈនន្តតិបេចៈនន្តតិកតបញ្ញោឧភយដ្ឋនន្តតិបញ្ញមេកតន្តិនន្តតិភយយោនន្តតិសុគតੰកតោបុគ្គលអ្នកបានធ្វើនៅបុណ្យទុកហើយរមែងត្រេកអរនៅក្នុងលោកទាំងពីរគឺត្រេកអរនៅក្នុងលោកនេះផងត្រេកអរនៅក្នុងលោកខាងមុខផងបុគ្គលនោះរមែងត្រេកអរដោយគិតឃើញថាបុណ្យអាត្មាអញបានធ្វើហើយលុះធ្វើមរណកាលទៅកាន់សុគតិក៏រឹងរិតតែត្រេកអរយ៉ាងក្រៃលែងសូមអនុមោទនា